បាទជម្រាបសួរបងប្អូនទាំងអស់គ្នាយើងបន្តនៅមេរៀនយើងទៀតអញ្ចឹងខ្ញុំសូមធ្វើការបញ្យល់លក្ខណៈនៃ polyline មកវិញតិចpolyline ហ្នឹងយើងវាយមក polygon មានន័យថាពហុកោណយើងវាយ pol ជា space បន្តមកទៀតយើងវាយចំនួនជ្រុងដែលយើងចង់បានអូខេខ្ញុំចង់បានជ្រុងវា8ចុះឥឡូវ8ខ្ញុំចុច space ហើយខ្ញុំចុចមួយចំណុចត្រង់នេះបោះហើយខាងលើអញ្ចឹងខាងលើអូខេខ្ញុំយកខាងលើបានន័យថាវាគិតចំឡើងនេះអូខេហើយខ្ញុំវាយកត់ផ្ចិតខ្ញុំវាយ1000មកអូខេ1000បានន័យថាវាគិតចាប់ពីនេះ1000ហ្នឹងវាគិតចាប់ពីកែងនេះអូខេខ្ញុំកុំកែងនេះរាល់កែងនឹងទាំងអស់មកដល់កន្លែងកត់ផ្ចិតអូខេប្រហែលនេះន័យថាវាគិត1000ប៉ុន្តែមួយទៀតគឺតើតើនឹងកន្លែងហ្នឹងដែរ VPOL ជា space ជ្រុងដដែលបន្តចុចមួយចំណុចប៉ុន្តែខ្ញុំយកអាក្រោមវិញមិញខ្ញុំយកលើនេះអានេះខ្ញុំយកអាក្រោមអូខេវាគិតខុសគ្នាឥឡូវខ្ញុំវាយ1000ដូចគ្នាចុច space អូខេប៉ុន្តែអានេះវាគិតចេញពីកដាលនេះវិញអូខេអាពីរនេះវាខុសគ្នាត្រង់ចំណុចហ្នឹងឯងអញ្ចឹងវាគិតចេញពីនេះពីកដាលជ្រុងនេះមកនៅនេះអូខេអញ្ចឹងយើងធ្វើការវាយខ្នាតមកខ្ញុំវាយ DLI ហើយអូខេខ្ញុំវាអាប្រឆិតនេះអូខេនេះអូខេអានេះ1000វាគិតចេញពីជ្រុងនេះទៅនេះប៉ុន្តែអានេះវាគិតចេញពីមកដល់កដាលនេះវិញអូខេ1000នេះព្រោះអានេះបើសិនយើងគិតមកកដាលមកគេនេះអត់បាន1000ទេយើងវាយមើលអត់បាន1000ទេបើមិន1000នេះមកចំឡើងនេះអត់បាន1000ទេឃើញទេឬក៏វាលើស1000អីតាមហ្នឹងទៅដោយសារវាខ្នាតវាអត់ត្រូវដែលយើងវិញថាដោយអានេះអញ្ចឹងអានេះវាខុសគ្នាត្រង់ចំណុចហ្នឹងឯងប៉ុន្តែយើងត្រូវដឹងចេះមើលអាពីរនេះគឺវាអញ្ចឹងចេះដោយសារកត់ផ្ចិតនៃរង្វង់ឥឡូវខ្ញុំចុចអក្សរ C ហើយខ្ញុំធ្វើការចុចនេះអូខេយើងមើលអានេះគឺបែបនេះដែរយើងមើលយើងដឹងអាមួយតើតើនឹងខាងក្រៅរង្វង់អាមួយទៀតតើតើក្នុងរង្វង់អានេះវានៅក្នុងរង្វង់ពេលនេះវានៅក្រៅរង្វង់អញ្ចឹងតើតើនឹងកត់ផ្ចិតនៃរង្វង់នឹងឯងឥឡូវកត់ផ្ចិតនេះប៉ុន្តែកត់ផ្ចិតរង្វង់នេះវាគិតចេញពីកែងនេះហើយកែងនេះចំ1000នោះវាគិតចេញពីកែងប៉ុន្តែអានេះវាកត់ផ្ចិតនៃរង្វង់ដែរប៉ុន្តែវាគិតចេញពីកដាលនេះអាកែងនេះអូខេប៉ុណ្្នឹងឯងគឺលក្ខណៈនៃ polygon របស់យើងអូខេអញ្ចឹងមួយទៀតគឺជើងចូលតាក់ទងទៅនឹង ellipse បើន័យថានេះគឺ ellipse លក្ខណៈក៏វាមិនសូវសំខាន់ដែរប៉ុន្តែយើងធ្វើការដឹងវាទៅអូខេអត់ជាបញ្ហាទេឥឡូវយើងមាន comment មួយគេទៅតនឹង VRL មកបន្តមកទៀតចុច space អូខេចុច space បន្តមកទៀតខ្ញុំចុចត្រង់ណាមួយ point ទៅចុចមួយ point ទាញមកអូខេទៅនឹងប្រវែងឥឡូវខ្ញុំវាយ3000បន្តមកទៀតចុច space ហើយវាយើងអាចវាយទាញទៅលើទាញទៅក្រោមអូខេប៉ុន្តែយើងឃើញលក្ខណៈប្រវែងអូខេយើងឃើញប្រវែងហ្នឹងវាគិតជាដូចលក្ខណៈកម្មអញ្ចឹងឥឡូវខ្ញុំវាបាន500ចុះឧទាហរណ៍500ចុះខ្ញុំចុច space អញ្ចឹងមានន័យថា3ម៉ែត្រមិញ3ម៉ែត្រមិញវាគិតពីនេះមកដល់បែបនេះអូខេ3ម៉ែត្រអូខេប៉ុន្តែតើតើនឹង1500មិញវាគិតពីនេះទៅលើsorry 500ឃើញទេពីលើនេះហើយយើងមើលជាក់ស្ដែងបានអូខេលក្ខណៈ ellipse គឺវាមានតែប៉ុណ្្នឹងទេគឺវាអត់មានលក្ខណៈអីការប្រើប្រាស់អីនាំឲ្យយើងពិបាកទេយើងគ្រាន់តែវាL ចុច space តើយើងចុចមួយចំណុចទាញមកយើងវាចង់បានខ្នាតបាន4000ចា4000ចុច enter ហើយយើងគាត់ទាញទៅលើទាញទៅក្រោមបានហើយទាញទៅលើនេះខ្ញុំចង់យកបានឥឡូវឧទាហរណ៍ខ្ញុំយក2000ចា1000អូខេលក្ខណៈបែបនេះខ្ញុំវាមកទៅលើមកអញ្ចឹងបានន័យថាវាលក្ខណៈចង់រង្វង់ហើយអញ្ចឹងខ្ញុំសម្រាប់បញ្ចូលសាស្ត្រថ្មីគឺ L ចុច space ចុចមួយចំណុចទាញខ្ញុំយក3000តើ3000ចុច space ហើយខ្ញុំគាត់ទាញទៅលើនេះបានឥឡូវខ្ញុំយក5000ចុះឥឡូវអូខេអញ្ចឹងយើងពីមិញ3000វាគិតពីនេះ3000ប៉ុន្តែអា5000មិញវាគិតថាចេញជានេះអង្គត់ផ្ចិតទេឃើញចេញពីនេះទៅនេះទេនេះ5000អូខេហ្នឹងគឺលក្ខណៈតែប៉ុណ្្នឹងទេបងប្អូនអាចអនុវត្តបានអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងអរគុណច្រើនបងប្អូនអ្នកគ្នា